ចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រាំងវស្សាណាថ្លៃបាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះដែរខ្ញុំនឹងបញ្ចែកម្លែកបងប្អូនពីវិធីសាស្ត្រនៃការប្រើប្រាស់ Auto Tune អូខេឥឡូវយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងជាជំហានដំបូងបងប្អូនត្រូវការបញ្ជូនសលេងដែលយើងបាន record ហើយហ្នឹងចូលមកកាន់បកគោល mixer របស់យើងហើយយើង select វាអញ្ចឹងមកបាទបន្តមកទៀតយើងចូលមកកាន់ slot 1ដើម្បីទៅយក Auto Tune របស់យើងចុចមកហើយយើងទៅជ្រើសរើសយក Auto Tune បាទអញ្ចឹង Auto Tune ដែលខ្ញុំប្រើគឺ Auto Tune Pro នេះអូខេអញ្ចឹងមុននឹងបងប្អូនទៅយល់ពីការប្រើប្រាស់របស់វាបងប្អូនត្រូវស្គាល់សិនតើ Auto Tune គឺជាអីបាទអញ្ចឹង Auto Tune គឺជា plug-in មួយសម្រាប់កែ pitch សំឡេងច្រៀងរបស់យើងឬក៏ vocal របស់យើងនឹងឲ្យត្រូវ note បានល្អមានន័យថាពេលដែលបងប្អូនច្រៀងទៅ stir ឬក៏ច្រៀងទៅភ្លាវឬអត់ដល់តង់អីវានឹងជួយទាញសលេងរបស់បងប្អូនហ្នឹងឲ្យចូលតង់ចម្រៀងរបស់យើងបានល្អ smooth ជាមួយភ្លេងណាអូខេឥឡូវយើងចូលទៅកំណត់ option របស់វាទាំងអស់គ្នាអញ្ចឹង option ទី1ដែលយើងត្រូវកំណត់មុនគេគឺ input type នេះអញ្ចឹងបើសិនជាសលេងរបស់បងប្អូនស្រីបងប្អូនចុចយកពាក្យថា soprano ហើយបើសលេងបងប្អូនប្រុសបងប្អូនselectយកពាក្យថា alto tenor ឬក៏ low mol បាទអញ្ចឹងជំរើសមួយទៀតបងប្អូនអាចឲ្យវា learn ក៏បានដែរអញ្ចឹង AI របស់ Auto Tune វានឹងទៅ select យកខ្លួនឯងហើយឥឡូវខ្ញុំឲ្យវា learn ទៅចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រាំងវស្សាណាថ្លៃមិនថាយប់មិនថាថ្ងៃអូខេអញ្ចឹងវាបាន learn រួចហើយនេះអញ្ចឹងវាកំណត់យក alto tenor អូខេដោយអ្វីដែលខ្ញុំបានកំណត់មុននឹងដែរអញ្ចឹងបន្តមកទៀតបងប្អូនចូលមកកាន់ key and scale អញ្ចឹង key and scale នេះមានន័យថាជាតុងនៃបទចម្រៀងរបស់យើងឬក៏ភ្លេងរបស់យើងណាអញ្ចឹងបងប្អូន select មកអញ្ចឹងបទរបស់ខ្ញុំនេះគឺលេងនៅតុង re minor នេះជាប្រភេទរបស់វា minor បាទអញ្ចឹងយើង select វាប៉ុណ្ណឹងមករួចរាល់ហើយបន្តមកទៀតយើងចូលមកកាន់ return speed បាទអញ្ចឹងចំពោះ return speed នេះដែរវាជាល្បឿនដែល Auto Tune pitch សលេងរបស់យើងឬក៏អាចនិយាយបានថាជាល្បឿនដែល Auto Tune មានឥទ្ធិពលទៅលើសលេងរបស់យើងណាអូខេអញ្ចឹងយើងទៅ play ហើយយើងទៅសេរីវាទាំងអស់គ្នាបាទចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រាំងវស្សាណាថ្លៃបាទអញ្ចឹងចំពោះ return speed នេះកាលណាយើងដាក់វាកាន់តែកប់វាកាន់តែចូល Auto Tune កាន់តែលឿនអញ្ចឹងចំពោះបទប្រភេទនេះខ្ញុំអត់ចង់បានរសជាតិ Auto Tune ច្រើនពេកទេហើយចំពោះសលេង rap អីយើងត្រូវការ Auto Tune ច្រើនយើងដាក់ឲ្យកប់អញ្ចឹងមកប៉ុន្តែបើសម្រាប់បទប្រភេទនេះគឺខ្ញុំអត់ដាក់ទេខ្ញុំដាក់ត្រឹមល្មមទៅនិយាយរួមបទប្រភេទ pop ឬក៏បទប្រភេទសង់តំងអីធម្មតាដែលយើងមិនចង់ឲ្យវាលឺចេញជា Auto Tune ខ្លាំងពេកយើងដាក់វាត្រឹមល្បាក់20អីទៅ20ឬក៏15អីតាមជាក់ស្ដែងដែលបងប្អូនស្ដាប់ថាប៉ុណ្ណឹងវាស័ក្តិសមណាអូខេអញ្ចឹងយកប៉ុណ្ណេះលើខ្ញុំស្ដាប់សិនណាចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រាំងវស្សាណាថ្លៃមិនថាយប់មិនថាថ្ងៃអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយបន្តមកទៀតបងប្អូនចូលមកកាន់ Flick Tune បាទអញ្ចឹង Flick Tune នេះមានន័យថាគឺជាប្រវែងដែល Auto Tune វា pitch សលេងរបស់យើងណាឥឡូវយើងចាក់ play ទៅយើងដឹងហើយចិត្តនៅតែគិតប្រាថ្នាហ្នឹងហើយជាប្រវែងនៃការ pitch ប្រាំងវស្សាណាថ្លៃអញ្ចឹងយកវាមកល្មមទៅបានហើយមិនថាយប់មិនថាថ្ងៃស្រណោអាល័យគ្រប់គ្រាចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រាំងវស្សាណាថ្លៃអូខេអញ្ចឹងខ្ញុំយកត្រឹម80ទេដើម្បីកុំឲ្យវាចេញសលេង Auto Tune ច្រើនពេកខ្ញុំអត់ចង់បានបែបហ្នឹងអូខេឥឡូវយើងបន្តចូលដល់ចំណុចមួយទៀតគឺ Natural Vibrato ចំពោះ Vibrato នេះដែរមានន័យថាវាជាសំឡេងបែបរលកណាឥឡូវខ្ញុំបើកឲ្យកប់ហើយខ្ញុំឲ្យបងប្អូនស្ដាប់ទៅដឹងហើយតោះ
នេះអាសលេងញ័របែបហ្នឹងណាអញ្ចឹងយើងអត់ត្រូវប្រើវាច្រើនទេឬក៏អត់ប្រើសោះក៏បានដែរបើខ្ញុំអត់ប្រើទេដើម្បីរក្សាគុណភាពសំឡេងដើមរបស់អ្នកចម្រៀងអញ្ចឹងណាអូខេឥឡូវយើងបន្តចូលដល់ចំណុចមួយទៀតគឺ harmony បាទអញ្ចឹង harmony នេះដែរវាមានតួនាទីក្នុងការជួយឲ្យសំឡេងដែលមាន note វែងដូចកន្លែងនេះអីនេះមិនថាយករីគ្រប់គ្រីបាទអញ្ចឹងវាជួយអា note វែងហ្នឹងកុំឲ្យវារលកបែបសំឡេង robot ណាឲ្យវាថាឲ្យទៅ smooth បែបធម្មជាតិមានន័យថាវាជួយ control អា return speed នេះកុំឲ្យវាចូល auto tune ច្រើនពេកអញ្ចឹងយើងប្រើវានៅប្រហែលយើងប្រើវាត្រឹម50អីទៅបានហើយកុំឲ្យវាចូលច្រើនណាហើយបងប្អូនអាចសេរីទៅតាមរសជាតិដែលបងប្អូនចង់បានអីចឹងដែរហើយបើសម្រាប់ខ្ញុំយកត្រឹម50អីទៅបានហើយឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រឹងវសាណាថ្លៃមិនថាយប់មិនថាថ្ងៃស្រណោអាឡ័យគ្រប់គ្រីអូខេឥឡូវយើងទៅស្ដាប់ជាមួយភ្លេងម្ដងចិត្តនៅតែគិតប្រាថ្នាគ្រប់ប្រឹងវសាណាថ្លៃមិនថាយប់មិនថាថ្ងៃស្រណោអាឡ័យគ្រប់គ្រីបាទអញ្ចឹងនេះជាការប្រើប្រាស់ auto tune របស់យើងក្នុងកម្រិតមូលដ្ឋានអញ្ចឹងបងប្អូនចង់ចេះពីការមិចសំឡេងក៏ដូចជាចង់យល់ដឹងពីការប្រើប្រាស់ឧបករណ៍ផ្សេងៗទៀតដើម្បីកែសំឡេងរបស់យើងឲ្យព្រោះអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំបានគឺខ្ញុំមានទទួលមិចសំឡេងមិច master ក៏ដូចជាទទួលព្រានិពន្ធបទភ្លេងផងដែរអូខេអរគុណច្រើនបាយបាយ